បងប្អូនសាកសម័យមើលក្រុមគ្រូពេទ្យកំពុងតែធ្វើការវះកាត់សុកហ្នឹងណាគឺមានគ្រូរញ្ជួយដីភ្លាមតែម្ដងវាពិតជារន្ធត់ខ្លាំងមែនទែនព្រឹត្តិការណ៍នេះផងដែរគឺវាបានកើតឡើងនៅក្នុងប្រទេសជប៉ុននៅក្នុងមន្ទីរពេទ្យកូម៉ាម៉ូតូដែលភ្លាមនោះផងដែរបងប្អូនមានដឹងអត់ថាគ្រូពេទ្យគាត់ធ្វើម៉េចគឺដុកទ័រទាំងពីរនាក់នោះគឺគាត់បានធ្វើការសង្កត់អ្នកជំងឺជាប់ជាមួយនឹងក្រេតែម្ដងមិនថាមានឧបសគ្គអ្វីនោះទេហើយក្រុមគ្រូពេទ្យជំនួយរបស់គាត់ក៏រត់ខ្វាត់ដៃខ្វាត់ជើងគ្នាដើម្បីធ្វើការជួយទៅទប់អ្នកជំងឺមិនឲ្យធ្លាក់ពីលើក្រេនោះទេទោះបីជាមានឧបសគ្គខ្លាំងយ៉ាងណាក៏ដោយគឺពួកគាត់មានការបដិញ្ញាចិត្តខ្ពស់រឹងមាំខ្លាំងមែនទែនគឺគាត់មិនលែងអ្នកជំងឺជាដាច់ខាតបងប្អូនទាំងអស់គ្នាទោះបីជាអាគារទាំងមូលនឹងកំពុងតែរង្គើរេចុះរេឡើងយ៉ាងណាក៏ដោយបងប្អូនឧបករណ៍ខ្ទាតខ្ចាត់ខ្ចាយយ៉ាងណាក៏ដោយគឺគ្រូពេទ្យធ្វើយ៉ាងណាចាប់អ្នកជំងឺរបស់គាត់តតែជាប់មិនឲ្យមានបញ្ហាអ្វីនោះទេហើយបន្ទាប់ពីស្ថានភាពត្រឡប់មកប្រក្រតីវិញគឺក្រុមគ្រូពេទ្យគាត់បានធ្វើការបន្តការវះកាត់របស់ពួកគាត់នឹងតតែទទួលបានជោគជ័យតែម្ដងបងប្អូនដែលវីដេអូនេះគឺគេយកចេញពីកាមេរ៉ានៅក្នុងមន្ទីរពេទ្យគឺវាជាទិដ្ឋភាពមួយអស្ចារ្យខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាដែលវរៈបរោះអាវសគឺតែងតែដណ្ដើមយកជីវិតអ្នកជំងឺរបស់គាត់ចេញពីយមរាជតតែបានមិនថាមានឧបសគ្គខ្លាំងធំប៉ុណ្ណានោះទេបងប្អូននេះពិតជាគួរឲ្យសរសើរខ្លាំងមែនទែនហើយវីដេអូនេះផងដែរគឺវាជាឧទាហរណ៍ល្អមួយខ្លាំងមែនទែនបងប្អូនដែលក្រុមគ្រូពេទ្យទោះបីជាមានឧបសគ្គយ៉ាងណាក៏ដោយគឺគាត់មិនចង់ឲ្យអ្នកជំងឺរបស់គាត់បាត់បង់អាយុជីវិតនៅក្នុងដៃរបស់គាត់ទេបងប្អូនខ្ញុំជឿថាគ្រូពេទ្យគ្រប់រូបគឺមិនចង់ឃើញអ្នកជំងឺស្លាប់នៅក្នុងដៃរបស់គាត់នោះទេគាត់តែងតែព្យាយាមគ្រប់ឧបសគ្គទាំងអស់តាមលទ្ធភាពរបស់គាត់ដែលអាចធ្វើបានដើម្បីជួយសង្គ្រោះអាយុជីវិតរបស់អ្នកជំងឺនោះអញ្ចឹងពេលខ្លះបងប្អូនមានការអអន់សពន់ចិត្តជាមួយនឹងលោកគ្រូពេទ្យអ្នកគ្រូពេទ្យអីក៏ដោយសូមធ្វើការយោគយល់អព្យាស្រ័យឲ្យគាត់ផងសូមមើលឃើញពីតម្លៃនៃការបដិញ្ញាចិត្តតស៊ូជួយសង្គ្រោះអាយុជីវិតផងបាទអរគុណច្រើនជួបជាមួយខ្ញុំលីហួននៅវីដេអូបន្តទៀតកុំភ្លេចជួយ follow page របស់ខ្ញុំអ្នកមួយផង